ถานភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃបានប្រែជាតឹងរឹងបំផុតរហូតឈានទៅដល់កាសែតជប៉ុនចាផែនឋាននៅថ្ងៃទី8កុម្ភៈបានរំលេចនៅចំណងជើងថាប្រជាពលរដ្ឋខ្មែរចំនួន2ភូមិទួញសោកចំពោះការរំកិលចូលនៃព្រំដែនថៃបន្ទាប់ពីកងកម្លាំងយោធាថៃបានដំឡើងរបាំងរាំងខ្ទប់យ៉ាងរឹងមាំដែលរួមមានកុងតឺន័រដឹកទំនិញពណ៌បៃតងចាស់និងរបងបន្លាលួសជាច្រើនជាន់ចាប់តាំងពីថ្ងៃទី5កុម្ភៈមកនៅលើរបាំងទាំងនោះភាគីថៃបានព្យួរផ្លាកសញ្ញាបំរាមយ៉ាងដាច់អហង្ការថាហាមប្រជាជនខ្មែរចូលទៅក្នុងតំបន់នេះជាដាច់ខាតដែលជាការប្រកាសក្តែងក្តែងនៅការគ្រប់គ្រងទឹកដីដែលកំពុងមានវិវាទយោងតាមរបាយការណ៍កងទ័ពថៃបានវាយលុកនិងគ្រប់គ្រងតំបន់ចំនួនជាច្រើនកន្លែងដែលមានទំហំសរុបរហូតដល់រាប់ពាន់គីឡូម៉ែត្រក្រឡាក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នាដោយអាវុធកាលពីឆ្នាំមុនអ្នកនាំពាក្យកងទ័ពថៃលោកវិនថៃស៊ូវ៉ារីបានអះអាងថានេះគឺជាការទាមទារយកមកវិញនៅផ្ទៃដីប្រមាណ64ហិកតាដែលថៃបានយល់ថាជាដីរបស់ខ្លួនដែលខ្មែរបានកាន់កាប់កន្លងមកប្រពន្ធដដែលបានបន្តទៀតថាសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយព្រំដែននេះគឺជាបញ្ហាដ៏ក្តៅគគុកដែលទើបតែកើតឡើងបន្តទៀតនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលកំពុងតែជួបប្រទះនៅស្ថានភាពមិនប្រក្រតីរូបភាពនេះបង្ហាញយ៉ាងច្បាស់នៅទូកុងតឺន័រដែលកងទ័ពថៃយកមកដាក់បិទផ្លូវដោយមានទង់ជាតិកម្ពុជាត្រូវបានដាក់តាំងបង្ហាញនៅពីមុខទូកុងតឺន័រដឹកជញ្ជូននិងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃដែលកំពុងបិទផ្លូវមួយនៅក្នុងភូមិជោគជ័យខេត្តបន្ទាយមានជ័យកាលពីថ្ងៃប្រហ័សទី5កុម្ភៈអ្នកស្រីកំរេនដែលជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនអ្នកទៀតបានរៀបរាប់ទាំងការឈឺចាប់ថាផ្ទះបេតុងតម្លៃ$50,000និងហាងចាប់ហួយដែលមានទំនិញជាង$30,000របស់គាត់ត្រូវបានគ្រឿងចាក់ថៃឈូសឆាយកំទេចចោលគ្មានសល់បន្ទាប់ពីកិច្ចព្រមព្រៀងបទចុះបាញ់នៅក្នុងខែធ្នូឆ្នាំ2025ការដែលធ្លាប់ជាម្ចាស់ដីតាំងពីឆ្នាំ1993មកទល់ពេលនេះពួកគាត់បែរជាត្រូវបានកំណត់ឲ្យទៅដល់ចំណុច0ទៅវិញត្រឹមតែមួយប្រពេចភ្នែកបច្ចុប្បន្នពលរដ្ឋខ្មែរជាង1200គ្រួសារមកពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទត្រូវបង្ខំចិត្តបោះបង់ផ្ទះសម្បែងមកស្នាក់នៅក្នុងតង់ពណ៌ខៀវដែលជាជំនួយពីប្រទេសចិននៅក្នុងបរិវេណវត្តអារាមមួយនៅក្នុងខេត្តបន្ទាយមានជ័យដោយរស់នៅទាំងការខ្វះខាតនិងក្តីបារម្ភពីអនាគតភ្លាមបណ្ដកមកប្រភពចេញពីគេហទំព័រ Independent ដែលបានចុះផ្សាយនៅថ្ងៃទី5កុម្ភៈបានកត់សម្គាល់នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវជាផ្លូវការទៅកាន់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងដើម្បីសុំសិទ្ធិចូលមើលឯកសារប្រវត្តិសាស្ត្រដែលអាចជួយដោះស្រាយចំនួនព្រំដែនដ៏យូរអង្វែងជាមួយប្រទេសថៃដែលបានផ្ទុះឡើងទៅជាការប៉ះទង្គិចគ្នាខាងយោធាដ៏ខ្លាំងក្លានៅឆ្នាំ2025នៅក្នុងលិខិតមួយដែលបានចុះនៅថ្ងៃទី4កុម្ភៈលោកហ៊ុនម៉ាណែតបានស្នើសុំសិទ្ធិចូលទៅមើលឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសដែលបារាំងអាចមានទំនាក់ទំនងទៅនឹងព្រំដែនដែលមានចំនួនប្រវែង817គីឡូម៉ែត្រនិងស្វាគមន៍ការគ្រប់គ្រងផ្នែកប្រឹក្សាយោបល់របស់បារាំងក្នុងការដោះស្រាយចំនួននេះបើយោងតាមក្រសួងការបរទេសកម្ពុជាលោកនាយករដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរចំពោះការចូលរួមប្រកបដោយស្ថាបនាដ៏មានសក្តានុពលរបស់បារាំងក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដោយបានកត់សម្គាល់ថាលោកម៉ាក្រុងពីមុនបានបង្ហាញឆន្ទៈក្នុងការជួយក្នុងអំឡុងពេលកិច្ចប្រជុំមុនតើបារាំងអាចបញ្ឈប់សកម្មភាពរបស់ថៃបានដែរឬទេខ្ញុំសំអាងវណ្ណៈ True Insider